មានត្រូវការឯកសារអ្វីបន្ថែមទៀតដើម្បីដាក់នៅក្នុងបណ្ដាល័យលោកគ្រូទេក៏ដូចអាចសំណូមពរឬក៏ថាអាចជាយ៉ាងម៉េចគ្រូអញ្ជើញខ្វះឯកសារនឹងត្រូវការឬណាដាក់លោកគ្រូជំនុំពួរចាំគូទៅជំនុំពួរថែមបាទតែខ្ញុំជំនុំពួរចាំបាច់បំផុតគឺឯកសារសិក្សាដែលពាក់ព័ន្ធនឹងជំវិញប្រទេសជាតិយើងបាទគឺនៅបរទេសគេឯកសារបានគេសិក្សាពីអ្វីខ្លះដើម្បីយើងដាក់ទៅទីនេះឲ្យកូនបានរៀនសូត្រគឺគ្រប់ភាសាមានភាសាអង់គ្លេសមានភាសាបារាំងមានភាសាដែលទាក់ទងនឹងសូវៀតអីកូននិយាយខ្លីដែរលើពិភពលោកនឹងមកបានឯកសារនឹងមកតាមរយៈណាក៏បានដែរបាទដើម្បីយកមកទុកឲ្យសិស្សបានរៀនសូត្រនឹងឲ្យលោកគ្រូគាត់ធ្វើការប្រៀបធៀបបន្តវិញបាទនឹងឯកសារដែលសំខាន់បាទហើយមួយទៀតគឺឯកសារដែលអស់លោកកំពុងស្រាវជ្រាវគឺឯកសារប្រវត្តិសាស្ត្រឯកសារប្រវត្តិសាស្ត្រយើងនៅស្ទើរតែទីនេះគឺមានតិចតួចមានឯកសារដែលរៀនមុំទេតែឯកសារប្រវត្តិសាស្ត្រជាក់ស្ដែងដែលជាគ្រឹះវប្បធម៌របស់យើងនៅឡើយយើងតាមនឹងសំណុំពរយើងចេះលោក